បាទឥឡូវនេះបាទអាជ្ញាកណ្ដាលបានជម្រាបជូនបទបញ្ជានៃការប្រកួតរួចរាល់បាទសម្រាប់កីឡាករនេះទាំងពីររូបបាទអញ្ចឹងការប្រកួតបាទ3ទឹកបាទក្នុងមួយទឹក3នាទីសម្រាប់1នាទីចាប់ក្រមព្រៀមការប្រកួត Kickboxing លក្ខណៈ K1 អាជីពរវាងកម្ពុជានិងបេស្ថានគុំទី4ទឹកទី1 round 1 បាទ round 1 លក្ខណៈ Kickboxing បាទទូច័ន្ទបន្តីកីឡាករបង្គោលក្រហមនៃព្រះរាជាណាចក្រកម្ពុជាកីឡាករបង្គោលខៀវបាទណាម៉ាតមូរ៉ូដូវ៉ាកីឡាករនេះមកពីប្រទេសអូបេគីស្ថាន3ទឹកបាទក្នុងមួយទឹក3នាទីសម្រាប់បាទ2នាទីបាទ1នាទីបាទអូខេស្នាមកន្លែងនេះអោបជាប់ជង្គង់ញ៉ាថាមួយជើងលូវាយលើអាយ៉ាទាត់មួយមកពីកីឡាករនេះបង្គោលខៀវដល់សងវិញអត់ដល់លូឃើញស្នាប់ពីទុំចាំបន្តិចអូយបាទអូបាទថាមួយជើងបាទវត្តកំណាយទៀតមិនដល់គោលដៅទេដល់ក្រោមវាយលើសងវិញបាទអោបយើងឡើងបានតែមួយជង្គង់តែប៉ុណ្ណោះបាទសម្រាប់ការប្រកួតលក្ខណៈ K1 style នេះចូលដៃរត់ទូចចាំបន្តិចយើងបាទគុណខ្មែរក៏បានបាទ Kickboxing ក៏បានដែរអត់បញ្ហាសម្រាប់ការប្រកួតបាទញាក់ទាត់មួយជើងចាប់ជើងខ្លះនេះបាទជង្គង់បោះបាំងម្នាក់បាទជង្គង់បាទយ៉ាងណាចាប់ញែកបំបែកបាទអញ្ចឹងបាទការប្រកួតគឺអត់ឲ្យចាប់ជើងទេបាទសម្រាប់ Kickboxing K1 style លោកឆ្វេងស្ដាំជង្គង់បាទយើងវាយបានមួយជង្គង់យើងប្រឡែងចេញទៅបាទដើម្បីត្រូវលក្ខន្តិកៈនេះទាត់មួយជើងបែកតំវិញបាទពីទូចបន្តិចអោបយកកាច់ទូលបាទអរគុណដល់កេនស្វើតផាក់កេនស្វើតដល់ឆ្ងាញ់ចូលមួយដៃទូចបន្តិចអូបាទមួយដៃបាញ់វិញបាទចូលបាទចង់ឆ្អឹងនេះសុបពុកបាទអញ្ចឹងការប្រកួតមួយទឹកបាទ3នាទីសម្រាប់1នាទីបាទព្រោះថានេះគឺជាការប្រកួតលក្ខណៈអាជីពអញ្ចឹងអាជីពត្រូវតែបាទតាមលក្ខណៈនៃការប្រកួតដែរនេះបាទចូលឆ្វេងស្នាមលោកបានមួយទៀតចូលកន្លែងនេះអោបជាប់បាទចប់ទឹកទី1ទឹកចេញក្រៅទីខាងអោបាទស្វាគមន៍មកការប្រកួតបាទជ្រើសរើសជើងឯកថ្នាក់ជាតិ Kickboxing ប្រចាំឆ្នាំ2025ជាបន្តទៀតការប្រកួត Kickboxing លក្ខណៈ K1 អាជីពរវាងកម្ពុជានិងអូបេស្ថាន54គីឡូក្រាមនារីទូទី4ទឹកទី2 round 2បាទណែបាទអូបេគីស្ថានទាំងកម្ពុជាជង្គង់ទូចបន្តិចបាទកីឡាករនេះបង្គោលខៀវមកពីអូបេគីស្ថានណាម៉ាតមូរ៉ូដូវ៉ាចូលដៃអោបជង្គង់ទូចបន្តិចបាទញាក់កន្លែងនេះចូលមកដៃបោះជង្គង់វែងមួយប៉ុន្តែបាទអូបាទ
អូពីរដៃពីចាប់ទៅចប់វិញបាទអូបាទវីវត្តប្រយ័ត្នខ្នងដៃសូនតិចអូយបាទចូលកន្លែងចុកឡូវហើយបាទវត្តតែបងឯប៉ុណ្ណាចូលឆ្វេងស្នាមចូលកន្លែងពេញអត់ជួបអូពីរបីដៃពេញភក្ត្រាអាយ៉ាបាទស្ដាប់អាញាកដាលបាទអញ្ចឹងមកស្ដាប់អាញាកដាលនេះចូលមួយដៃចូល 1 2 3 4 5 6 7 8 continue បាទប្រកួតបន្តនេះអូបាទគឺតែទឹកទី2ទេបាទអាយ៉ាបាទស្ដាប់អាញាកដាលដាក់មួយជើងមកពីគេដាក់ចុតសវិញមកពីទូចាំបតីចូលឆ្វេងស្ដាប់ទូចាំបតីអូបាទចូលប្រាធំទឹកទៅតៃកន្លែងនេះបាទពីរដៃទៀតបាទបង្គោលស 1 2 3 4 5 6 7 8 បាទ continue ទៅទៀតបានតែ8ទេចាប់មួយជើងមកទូចាំបតីបកពី3ដៃចូលជុំទឹកបាទអោបោះមកដៃទៀតបាទប្រយ័ត្នទីអត់ប្រើដៃទេអូជុំគុំពេញបាទអូបាទមួយជង្គង់នេះបាទអាញាកដាបញ្ចប់ការប្រកួតបានណែនតែម្ដងបាទយើងមកទស្សនាបាទចំណុចសំខាន់ក្នុងទឹក3បាញ់វិញបាទជាស្អែកទឹក2បាញ់វិញនេះបាទជង្គង់មួយពេញទៀតបោះជង្គង់កន្លែងនេះល្អណាស់បាទទូចាំបតីបាទអញ្ចឹងយើងរងចាំលទ្ធផលសិនបង្គោលក្រហមបានយកឈ្នះបង្គោលពន្លឺឲ្យលោកបង្គោលពន្លឺឲ្យយក